បាទបន្ទាប់ពីបងប្អូនបង្កើត account រួចរាល់បាទឬក៏ register account រួចបងប្អូនចុចពាក្យ add មកបាទបន្ទាប់មកវានឹង load នេះបាទ model របស់យើងនៅលើនេះហើយគឺ D30 Ultra ចាំបងប្អូនចុចលើហ្នឹងមួយមកបាទកន្លែងនេះយើងដាក់ Wi-Fi បាទយើងដាក់ Wi-Fi ទេណាបាទអញ្ចឹងខ្ញុំដាក់ Wi-Fi បាទបាទបន្ទាប់ពីខ្ញុំដាក់ Wi-Fi រួចរាល់ហើយបាទគឺនិចទៅទៀតមកបាទតោះកន្លែងនេះគឺយើង connect វាមកបាទ connect វាបាទអញ្ចឹងរងចាំបន្តិចបាទកន្លែងនេះគឺវាបញ្ជាក់ថាយើង connect រួចរាល់ហើយបាទអញ្ចឹងយើងរងចាំវា connect នៅបើបន្តិចបាទកន្លែងនេះយើងរួចរាល់ហើយយើង next ទៅតទៀតបាទកន្លែងនេះយើងចង់ដូរឈ្មោះក៏បានអត់ក៏បានខ្ញុំអត់ដូរទេខ្ញុំដាក់ចុច finish ហើយបាទបាទអញ្ចឹងយើងរងចាំវាបន្តិចទៀតបាទកន្លែងនេះគឺយើងបានដំឡើងរួចរាល់ហើយអញ្ចឹងនេះគឺជាការណែនាំខ្លះៗរបស់ជាម៉ាស៊ីននេះយើងអាចមើលតាមនឹងបានហើយបងប្អូនអាចអាប់ដេតសបានឬក៏អត់ក៏បានហើយនៅលើនេះដែរគឺមានមុខងារច្រើនដែលបងប្អូនលើសឬយក vacuum មកអីចឹងទៅឬក៏យកបោះឲ្យបានជូតអីចឹងទៅតែជាធម្មតាយើងយក vacuum មកហើយស្តង់ដាចឹងទៅបាទហើយវិញយើងអាចកំណត់ឲ្យវាបានមកបោះជូតម្ដងបាទសម្រាប់យើងប្រើប្រាស់ម្ដងឲ្យវាមកបោះម្ដងអញ្ចឹងទៅបាទខ្ញុំដាក់15ហើយនេះគឺអត់មានទេបាទអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេបាទចំពោះវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងបាទអរគុណជួបគ្នានៅវីដេអូក្រោយ